យើងជ្រើសរើសផលិតស្រូវសរីរាង្គដោយសារទីតាំងភូមិសាស្ត្រនៅក្នុងខេត្តប្រែភៀរបស់យើងគឺអំណោយផលពីធម្មជាតិការផលិតស្រូវសរីរាង្គរបស់យើងគឺយើងមានការហាម5ទាក់ទងទៅនឹងការប្រើប្រាស់ធាតុចូលកសិកម្មជីគីមីដែលធ្វើឲ្យដីរបស់យើងនឹងអាចប្រកបដោយនិរន្តរភាពទៅមុខទៀតជំរាបសួរនាងខ្ញុំហនសវណ្ណចិន្តាទទួលបន្ទុកផ្នែកទីផ្សារនិងអាជីវកម្មនៃសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យរបស់យើងកើតនៅក្នុងឆ្នាំ2016ដែលពីដើមឡើយយើងមានចំនួនសហគមន៍8ដែលជាស្ថាបនិកក្នុងការបង្កើតឲ្យមានសហភាពនេះកើតឡើងហើយជាក់ស្ដែងមកដល់បច្ចុប្បន្ននេះគឺយើងមានសហគមន៍ចំនួន25សហគមន៍កសិកម្មដែលជាសមាជិករបស់សហភាពហើយទន្ទឹមនឹងនោះក៏យើងមាន4សកម្មភាពធំៗទី1តាក់ទងទៅនឹងការគ្រប់គ្រងផ្នែកទីផ្សារទី2តាក់ទងទៅនឹងការគ្រប់គ្រងទៅលើផ្នែកសុខភាពសហគមន៍ទី3គឺយើងផ្ដោតទៅលើតាក់ទងទៅនឹងផ្នែកគុណភាពស្តង់ដារហើយចំណុចទី4គឺយើងផ្ដោតទៅលើផ្នែកអាជីវកម្មផ្ទាល់ខ្លួនជំរាបសួរបាទខ្ញុំបាទឈ្មោះនួនដេបាទជាប្រធានក្រុមប្រឹក្សាវិបាលសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យបាទសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យយើងផលិតស្រូវស្តង់ដារសរីរាង្គបាទស្របទៅតាមស្តង់ដាររបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបហើយនឹងស្របទៅតាមស្តង់ដារពាណិជ្ជកម្មសមត្ថភាពមូលហេតុដែលធ្វើឲ្យយើងផលិតស្រូវសរីរាង្គទី1គឺយើងមើលឃើញថាការផលិតរបស់ប្រជាកសិករនៅក្នុងតំបន់បាទហើយតាក់ទងជាមួយផ្ទៃដីរបស់គាត់មានន័យថាពីដើមឡើយគាត់ធ្វើតាមទំនៀមទម្លាប់យើងបានសម្លឹងឃើញថាប្រសិនបើយើងអាចបង្វែរចងក្រងគាត់ជាក្រុមដើម្បីក្លាយទៅជាក្រុមផលិតស្រូវសរីរាង្គល្អដូច្នេះបានយើងចាប់ផ្ដើមប្រមូលចងក្រងជាក្រុមតាក់ទងទៅនឹងសមាជិកផលិតស្រូវសរីរាង្គរបស់យើងមានចំនួនសរុប2148នាក់ដែលស្មើទៅនឹងទំហំផ្ទៃដីដាំដុះរវាង 10000 ហិកតាដោយឡែកតាក់ទងទៅនឹងកសិករដាំដំណាំគម្របដីរបស់យើងជាក់ស្ដែងយើងជំរុញបាន47គ្រួសារដែលស្មើទៅនឹង37ហត្ថមុននឹងឈានទៅដល់ការធ្វើផលិតក៏ដូចជាការវាយតម្លៃពីស្ថាប័នខាងក្រៅក្នុងនាមជាសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យយើងបានធ្វើទៅលើសកម្មភាពមួយចំនួនគឺសហភាពបើយើងធ្វើការដាក់ពាក្យស្នើសុំទៅស្ថាប័នវាតម្លៃហើយចាក់ស្ដែងទៀតសោតនៅក្នុងនោះអ្នកត្រួតពិនិត្យក្នុងដែលយើងមានចិត្តប្រមាណ200នាក់ដែលជាអ្នកត្រួតពិនិត្យក្នុងនៅក្នុងសហគមន៍កសិកម្មរបស់យើងស្រាប់គឺគាត់ធ្វើការចោះត្រួតពិនិត្យ 100% ទៅលើកសិកររបស់យើងដែលជាកសិករប្រស្រូវសរីរាង្គកត្តាដែលខ្ញុំសមាជិកចូលរួមជាមួយសហភាពគឺយើងចង់បន្លំសហគមន៍របស់យើងជាមួយសហភាពដើម្បីចងក្រងគ្នារកទីផ្សារនិងទីផ្សារផលិតផលកសិកម្មរបស់យើងដោយឡែកជារួមនៅក្នុងនោះតាក់ទងទៅនឹងការគ្រប់គ្រងទៅដល់សមាជិកយើងអាចមានជារួមតាក់ទងទៅនឹងការផ្ដល់វគ្គបណ្ដុះបណ្ដាលតាក់ទងទៅនឹងស្តង់ដារសរីរាង្គការសម្របសម្រួលនៅក្នុងការដែលផ្លាស់ប្ដូរពូជរបស់ប្រជាកសិកររបស់យើងនៅក្នុងនោះក៏យើងធ្វើការសម្របសម្រួលតាក់ទងទៅនឹងការដែលជួយឲ្យកសិកររបស់យើងនឹងជំរុញនៅក្នុងការដាំដំណាំគម្របដីជាដើមប្រតិបត្តិការចូលរួមកម្មវិធីកសិកម្មខ្មែរសម័យថ្មីដែលមានការរៀបចំដោយសហគ្រិនខ្មែរនិង Impact Hub ក្រោមការអនុវត្តគម្រោង Nurture យើងទទួលបានចំណេះដឹងទាក់ទងទៅនឹងបច្ចេកទេសកសិកម្មទាក់ទងទៅនឹងការសិក្សាទៅលើខ្សែចង្វាក់តម្លៃទីផ្សារបន្ថែមលើសពីនោះក៏យើងទទួលបានថវិកាមួយចំនួនសម្រាប់ការអនុវត្តទៅលើទាក់ទងទៅនឹងកសិករសរីរាង្គដាំដំណាំគម្របដីបាទជាគោលដៅទស្សនវិស័យរបស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យគឺយើងចង់ឃើញប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារមានជីវភាពទូធាបាទមានភាពរុងរឿងនិងប្រកបដោយសេចក្តីថ្លៃថ្នូរបាទប៉ុន្តែដែលជាកង្វះខាតរបស់សហភាពគឺយើងមិនមានគ្រឿងយន្តកសិកម្មបាទដើម្បីផ្ដល់ជូនទៅដល់ក្រុមផលិតរបស់យើងនៅក្នុងនេះប្រសិនបើមានអង្គការឬដៃគូខាងក្រៅបាទគេអាចគ្រប់គ្រងបាទដើម្បីពង្រីកអាជីវកម្មរបស់គាត់ដើម្បីឲ្យមានបរិមាណកាន់តែច្រើនឡើង